សួស្តីបងប្អូនមួយទាំងអស់គ្នាហូបបាយជុំម៉ាមីបានងាងបងប្អូនងាងឆាអំបិលម្ទេសអូជាដល់បងប្អូនលើកទី1ខ្ញុំឆាអំបិលម្ទេសហើយនឹងប៉លទុំអូបងប្អូនហើយជាតិកប់សេរីរីមើលសាច់ងាងណាស់យូរវែងណាបងប្អូនប្តីខ្ញុំយកពីខ្វៃទីមកគាត់ឆ្លាច់វាងាប់ស្អុយគាត់យកដាក់ទូទឹកកកមកយកមួយថ្ងៃហើយបានខ្ញុំយកមកធ្វើហូបនៅរស់លៀនដានដែរអាយុវាវែងណាជ្រក់ខាងណាខាងនេះនឹកដើមម៉ាមីឯងឡាញ់ម៉ាមីម៉ែបាយកែមិតปลาក្បាស់បងប្អូនសំមកថានេះបាច់ចូលដាក់ចិត្តថាអត់ទៅស្រុកខ្មែរអីមកជុំណាងុំទិញសម្បត្តិក្បាស់ហើយហ្នឹងគឺថាតឹងរងចាំដូចកូនមើលផ្លូវម៉ែទៅផ្សារចឹងបានឲ្យដល់ថ្ងៃឆាប់បេះដូងហើយឆ្ងាញ់យ៉ាងនេះមើលសាច់វាខ្ញុំយកស្រុះវាហើយខ្ញុំរាប់20 1 2 3 4 5ដល់20ហើយបានខ្ញុំយកវាចេញហើយបានយកវាមកឆាជាមួយនឹងគ្រឿងផ្សំហ្នឹងបងប្អូនណាហើយនៅតែសាច់បាក់ហ្នឹងទៀតបងប្អូនមើលគួរចង់ហូបអត់នេះសាច់ដល់ពេញអត់ហូបលេងមកហូបមួយបាយអត់បានទឹកយកមកដាក់ដៃលឹកជើងជាប់បាយអត់យល់ទេបងប្អូនចូលខែ3ហើយនៅល្ងាទេមិនបាច់យល់ហ្មងធ្ងន់ណាស់បងប្អូនពាក់អាវល្ងាធ្ងន់អត់ដូចរដូវក្តៅអត់ធ្ងន់ទេតែរដូវល្ងាធ្ងន់អាមកគ្រាប់នេះធំយ៉ាងនេះរាល់ថ្ងៃឯករាជ្យពេកបងប្អូននិយាយតាមត្រង់មិនថាការងារនៅផ្ទះការងារចេញក្រៅការងារប្តីរៀបចំសម្រាប់ប្តីអីគឺគ្មានទេឯករាជ្យពេញហ្មងណាសាច់ឡើងពេញឡើងកំពុងដូចព្រមចារីយចានេះឃើញទេឯករាជ្យពេកហើយ24ម៉ោងដាក់បាយតែម្ដងធ្វើហូបតែម្ដងឲ្យប្តីទេបងប្អូន24ម៉ោងចានឆ្នាំងផ្ទះស្បែកនេះប្តីធ្វើទាំងអស់ខោអាវអីបើយើងធ្វើគាត់ថាចម្លែកឆ្ងាញ់ពេកគាត់ថាហេតុអីមិនតូចគាត់ធ្វើយើងអាណិតគាត់យើងមិនចង់ឲ្យគាត់ធ្វើទេអាការងារចឹងយើងធ្វើបានតែបើយើងធ្វើគាត់ថាហេតុអីខ្ញុំមិនឈប់ឆ្លាញ់គាត់មិនមែនបានខ្ញុំមិនធ្វើអាការងារអស់ហ្នឹងបានមិនទុកឲ្យគាត់ធ្វើណាបងប្អូនគិតមិនបើសិនតែបងប្អូនវិញខ្ញុំសួរគួរតែធ្វើឬក៏ទុកឲ្យគាត់ធ្វើបើចំពោះខ្ញុំធ្វើម្ដងពីរដងពេលតែគាត់ឃើញគាត់ថាអញ្ចឹងគឺខ្ញុំឈប់ធ្វើហើយចាស់ចំពោះបងប្អូនវិញគួរធ្វើឬមិនគួរធ្វើបងប្អូនបើធ្វើប្រាប់ផងបើមិនធ្វើក៏ជួយប្រាប់ផងតាមខមមិនសុំមួយម៉ាត់ចុងក្រោយសាច់ពេញណាជាតិណាស់អរគុណច្រើនបងប្អូនអ្នកគ្នាជម្រាបលាជុំនេះវីដេអូក្រោយជូនពរសុខសប្បាយដល់ស៊ីមានបានគ្រប់ក្រុមគ្រួសារសូមព្រះយេស៊ូវប្រទានពរបងប្អូនអ្នកគ្នាក៏ដូចជាក្រុមគ្រួសារប្រទេសជាតិយើងផងដែរជម្រាបលា